นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมមាសម្ពុទ្ធស្សៈសូមនមស្ការចំពោះព្រះដ៏មានពភាករហន្តសម្មាសម្ពុទ្ធអង្គនោះសូមស្វាគមន៍ខ្ញុំសូមគោរពនិងស្វាគមន៍លោកស្រីអ្នកនាងកញ្ញាទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីស្ដាប់នៅពធដ៏ឧត្តមនេះភ្ជាប់ទៅរូបភាពថ្ងៃនេះយើងខ្ញុំសូមលើកយកនៅព្រះធម៌ដ៏ដំបូងបំផុតដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងបន្ទាប់អំពីការត្រាស់ដឹងនោះគឺចតុរារិយសច្ចៈឬហៅថាសេចក្តីពិតដ៏ថ្លៃថ្លាទាំង4ប្រការអភ័យមុទ្រាប្រហោះស្ដាំដែលទ្រង់លើកឡើងនោះគឺជារូបភាពអភ័យមុទ្រាដែលមានន័យថាការផ្ដល់នៅសេចក្តីស្ងប់និងការលះបង់នៅសេចក្តីភ័យខ្លាចនេះបង្ហាញថាព្រះពុទ្ធទ្រង់បានផ្សាយសន្តិភាពនិងមេត្តាសេចក្តីសង្ខេបតើអ្វីជាប្រធមដ៏សំខាន់នោះដែលអាចនាំយើងចេញអំពីទុក្ខភ័យទាំងពួងបានគឺចតុរារិយសច្ចៈនេះឯងដែលប្រៀបដូចជាផែនទីបង្ហាញផ្លូវទៅកាន់សេចក្តីស្ងប់ទី1គឺទុក្ខសេចក្តីពិតទី1គឺការកំណត់ដឹងនៅទុក្ខមិនមែនសំដៅត្រឹមតែការឈឺចាប់រាងកាយទេគឺទុក្ខមានទម្ងន់ទូលំទូលាយកើតចាស់ឈឺស្លាប់ការប្រត់ប្រាស់ទុក្ខជាទីស្រឡាញ់និងការមិនបានសម្រេចនៅសេចក្តីប្រាថ្នាអ្វីទាំងអស់ដែលមិនស្ថិតស្ថេរមិនទៀងទាត់នៅក្នុងខ្លួនយើងនោះហើយគឺជាទុក្ខចំណុចមួយទៀតគឺសមុទ័យសេចក្តីពិតទី2គឺការកំណត់ដឹងនៅមូលហេតុនៃទុក្ខមូលហេតុចម្បងនៃទុក្ខទាំងអស់គឺតណ្ហានិងការជាប់ជំពាក់ការចង់បានមិនចេះចប់ការប្រកាន់ខ្ជាប់នៅអ្វីដែលមិនស្ថិតស្ថេរមិនមែនជារបស់ខ្លួននោះហើយគឺជាការបង្កើតទុក្ខដោយខ្លួនឯងចំណុចទី3គឺនិរោធៈសេចក្តីពិតទី3គឺការកំណត់ដឹងនៅការរំលត់ទុក្ខនៅពេលយើងដឹងថាតណ្ហាគឺជាហេតុដូច្នេះការរំលត់ទុក្ខគឺអាចធ្វើទៅបានដោយការរំលត់នៅតណ្ហាទាំងស្រុងពេលនោះយើងនឹងបានដល់នៅសន្តិភាពពិតប្រាកដគឺព្រះនិព្វានមគ្គសេចក្តីពិតទី4គឺការកំណត់ដឹងនៅផ្លូវឆ្ពោះទៅកាន់ការរំលត់ទុក្ខផ្លូវនោះគឺអត្ថាង្គិកមគ្គមាគ៌ាមានអង្គ8ប្រការដែលជាផ្លូវកណ្ដាលនិយាយឲ្យងាយយល់គឺការអនុវត្តនៅគំនិតសម្ដីនិងទង្វើឲ្យត្រឹមត្រូវតាមរយៈការយល់ដឹងត្រូវរហូតដល់ការធ្វើសមាធិត្រូវការអនុវត្តចតុរារិយសច្ចមិនមែនគ្រាន់តែជាការរៀនសូត្រទេតែជាការអនុវត្តនៅពេលយើងយល់ពីទុក្ខខ្លួនឯងយើងនឹងមានចិត្តមេត្តាករុណាចំពោះអ្នកដទៃអវត្តបរិមោក្ខសូមអនុវត្តនៅអវត្តបរិមោក្ខដែលជាការសង្ខេបដ៏សំខាន់ការមិនធ្វើអំពើអាក្រក់ការធ្វើអំពើល្អនិងការធ្វើចិត្តឲ្យបរិសុទ្ធបញ្ចប់នៅការអនុវត្តអត្ថាង្គិកមគ្គដើម្បីធ្វើឲ្យជីវិតរបស់លោកអ្នកបានសេចក្តីស្ងប់និងរួចផុតចាកទុក្ខភ័យទាំងពួងសូមអនុមោទនាខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបើលោកអ្នកយល់ថាពធនេះមានប្រយោជន៍សូមជួយចុច like និង subscribe ដើម្បីបន្តការស្វែងយល់ផ្លូវចេញពីទុក្ខនេះជាមួយខ្ញុំបន្តទៀតសូមអរគុណដែលបានតាមដាននៅpage នេះសូមក្រាបថ្វាយបង្គំលាសូមជម្រាបលា